ចាជំរាបសួរពុកម៉ែបងប្អូនចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកឡើងពាក្យពន្ធទៅនឹងប្រាសាទតាមាន់ធំដោយដែលបងប្អូនបានដឹងស្រាប់ទៅហើយថាប្រាសាទតាមាន់ធំត្រូវបានយោធាថៃបានបើកការវាយប្រហារនិងឈ្លានពាននៅថ្ងៃទី24ខែកក្កដាឆ្នាំ2025សកម្មភាពជាដំបូងរបស់ពួកគេគឺយោធាថៃបានធ្វើការឡើងទៅលើប្រាសាទតាមាន់ធំហើយលបចូលរាបន្លាលុះតាមជើងប្រាសាទបន្ទាប់មកនៅម៉ោង 8:46 នាទីកងទ័ពរបស់យោធាថៃក៏បានបើកធ្វើការវាយប្រហារមុនមកលើប្រទេសកម្ពុជានៅប្រាសាទតាមាន់ធំយោធាថៃបានធ្វើការអះអាងថាប្រាសាទតាមាន់ធំគឺជាប្រាសាទរបស់ខ្លួនដែលពួកគេកំពុងតែវង្វេងប្រវត្តិសាស្ត្រនិងដើមកំណើតរបស់ប្រទេសពួកគេបើយើងក្រឡេកមើលអំពីទឹកដីនៃប្រទេសកម្ពុជាតាំងពីបុរាណកាលមកគឺកម្ពុជាមានដើមកំណើតមុនប្រទេសថៃទៅទៀតហើយប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលពុំមានប្រវត្តិនៅក្នុងការបំពានទៅលើទឹកដីនៃប្រទេសណាមួយឡើយមានតែគេចង់បានទឹកដីកម្ពុជានិងប្រាសាទដូនតារបស់យើងតែប៉ុណ្ណោះចូលមកដល់ត្រង់ចំណុចនេះនាងខ្ញុំសូមធ្វើការបង្ហាញអំពីប្រវត្តិនិងស្ថាបតានៃប្រាសាទតាមាន់ធំប្រាសាទតាមាន់ធំត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1នៅឆ្នាំ1002ដល់ឆ្នាំ1050និងបន្តដល់ព្រះបាទឧទ័យទិត្យវរ្ម័នទី2នៅឆ្នាំ1050ដល់1066ការបរិច្ឆេទនៃការសាងសង់ប្រាសាទនេះគឺត្រូវបានសាងសង់នៅសតវត្សទី11និងដល់សតវត្សទី13ដើម្បីធ្វើការឧទ្ទិសថ្វាយដល់ព្រះសិវៈនៅក្នុងព្រហ្មញ្ញសាសនាប្រាសាទតាមាន់ធំមានទីតាំងស្ថិតនៅភូមិតាមាន់សិនជ័យឃុំកុមូនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលស្ថិតនៅជួរភ្នំដងរែកនៃបន្ទាត់ព្រំដែនធម្មជាតិកម្ពុជាថៃនិងមានចម្ងាយ13គីឡូពីប្រាសាទតាក្របីនិង48គីឡូម៉ែត្រពីក្រុងសំរោងប្រាសាទតាមាន់ធំត្រូវបានសាងសង់ផ្ទាល់លើថ្មភ្នំដោយគ្រាន់តែដាប់ឲ្យស្មើរៀបល្មមតែប៉ុណ្ណោះទីតាំងនេះត្រូវបានប្រជាជនកម្ពុជាដែលជាអ្នកស្រុកនៅតំបន់នោះធ្វើការគោរពបូជាតាំងពីសម័យបុរាណមកម្ល៉េះប្រាសាទនេះគឺមានសារៈសំខាន់ខាងផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌ហើយជាគោលដៅទេសចរណ៍ដ៏សំខាន់នៅក្នុងតំបន់នោះផងដែរគួរបញ្ជាក់ផងដែរថាប្រាសាទនេះត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជាដែលខណៈនេះផងដែរអាជ្ញាធរថៃបានទទូចថាប្រាសាទនេះគឺស្ថិតនៅលើទឹកដីនៃប្រទេសថៃហើយកម្ពុជាបានធ្វើការរក្សាថាប្រាសាទតាមាន់ធំគឺជាប្រាសាទបុរាណខ្មែរដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់កម្ពុជាដូចនេះក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជាយើងមិនអាចបណ្ដោយឲ្យសត្រូវឈ្លានពានដណ្ដើមទឹកដីដែលជាកេរមរតកពីដូនតានៅក្នុងប្រទេសកម្ពុជាយើងបាននៅឡើយពួកយើងបដិញ្ញាការពារបានជាដាច់ខាតនៅសម្បត្តិវប្បធម៌ដែលជាកេរមរតករបស់ដូនតាយើងនិងជឿជាក់ទៅលើបងវីរៈកងទ័ពនៅជួរមុខ